បាទសួស្តីបងប្អូនថ្ងៃនេះជួបគ្នាសាយថ្មីម្ដងទៀតដោយការពីលើកមុនគឺខ្ញុំបានបង្ហាញទៅលើរបៀបនៃការដាក់សុំឬក៏បត់ដើរអញ្ចឹងទៅអញ្ចឹងសម្រាប់វីដេអូថ្ងៃនេះគឺខ្ញុំបង្ហាញអំពីតម្រៀបទិន្នន័យដែលហៅ sort ណាអញ្ចឹងដើម្បីចូលកាត់តម្រៀបទិន្នន័យបានខ្ញុំសូមអានទៅលើនិយមន័យក៏ដូចជាទ្រឹស្ដីណាអញ្ចឹង 1.17 ការត្រៀបទិន្នន័យហៅថា sort data ណាអញ្ចឹងការតម្រៀបទិន្នន័យគឺជាដំណើរការនៃតម្រៀបតាមលំដាប់ពីតូចបំផុតទៅធំបំផុតហើយនឹងពីធំបំផុតទៅតូចបំផុតដើម្បីឲ្យមានភាពងាយស្រួលសម្រាប់ការវិភាគលើទិន្នន័យណាអញ្ចឹងបញ្ជាក់មុននឹងអាចធ្វើការតម្រៀបទិន្នន័យលោកអ្នកត្រូវធ្វើការ select លើទិន្នន័យទាំងអស់ជាមុនសិនព្រោះចំពោះ cell ដែលត្រូវរំសាយចូលគ្នាមួយ cell គឺมันអាចទៅរៀបទិន្នន័យបានទេអញ្ចឹងទី1គឺយើងចូលទៅចុចទៅ home ទី2ចុចទៅលើ sort ឬក៏ filter ហើយទី3ចុច column sort ណាអញ្ចឹងគឺគេមានពីទី1នេះទី2គឺកន្លែង column sort ហើយទី3ចូល column កន្លែងនេះហើយនៅទី4កន្លែង value ជាមួយនឹងទី5គឺតូចបំផុតទៅធំបំផុតជាមួយនឹង OK ណាអញ្ចឹងនេះគឺជារបៀបនៃការ sort លើទិន្នន័យត្រៀបទិន្នន័យឬក៏ sort data បន្តមកទៀតខ្ញុំសូមអានក្រោមនេះតែម្ដងហើយខ្ញុំចូលអនុវត្តជួយបងប្អូនមើលណាតទៀតគឺ sort data នេះគឺទី1នេះគឺ sort by គឺត្រូវជ្រើសរើសយកជួរឈរដែលត្រូវតម្រៀបទិន្នន័យណាsort on នេះគឺជាត្រូវជ្រើសប្រភេទនៃការតម្រៀបដូចជាតាមតម្លៃនិង value ពណ៌ cell color ពណ៌ font color និង cell icon ណាហើយទី3គឺ order គឺត្រូវជ្រើសរើសលំដាប់ពីតម្រៀបទិន្នន័យកើនឬក៏ថយនេះគឺជារបៀបនៃការបង្ហាញពីការឡើងនៃការចូលធ្វើណាអញ្ចឹងខ្ញុំសូមចូលទៅផ្ទាំងកិច្ចការដើម្បីបង្ហាញជូនបងប្អូនមើលតែម្ដងអូខេយើងបានចូលមកផ្ទាំងកិច្ចការងាររបស់យើងហើយនេះគឺជាទិន្នន័យដែលយើងត្រូវ filter អញ្ចឹងដើម្បី filter ឬក៏ sort ទៅលើទិន្នន័យបានជាដំបូងយើង select ទៅលើទិន្នន័យទាំងអស់ហ្នឹងសិនមកបន្តមកទៀតយើងចូលទៅកាន់ home ដោយសារតែខ្ញុំបានចូលនៅ home ស្រាប់អញ្ចឹងបន្តមកទៀតយើងចូលទៅកន្លែងពាក្យថា sort ឬក៏ filter បងប្អូនគ្រាន់ចុចលើហ្នឹងមកអញ្ចឹងខ្ញុំចូល sort ឬក៏ filter ម្ដងទៀតបន្តមកទៀតបងប្អូនយកពាក្យថា column sort បន្តមកទៀតនេះគឺជា column របស់យើងបងប្អូនអាចរើស column កន្លែងហ្នឹងបានហើយនេះគឺជាកន្លែង cell value ជាមួយនឹង order អញ្ចឹងទៅណាគឺជាកន្លែងដែលយើង sort ពីធំទៅតូចឬក៏ពីតូចទៅធំអញ្ចឹងបងប្អូនអាចចុចទៅកន្លែង column I នេះគឺខ្ញុំសូមរើសយក column អក្សរ J នេះគឺជាអក្សរ J គឺត្រង់ column 6ណាបន្តមកទៀតខ្ញុំចុចពាក្យថាអូខេមកចឹងពេលនោះគឺកន្លែងទិន្នន័យរបស់យើងគឺវាមានការប្រែប្រួលចឹងពីមុនគឺកន្លែង page នេះគឺវាមានលីឡំគ្នាក៏ប៉ុន្តែនៅពេលដែលយើង filter ទៅគឺវាមានតែpage ប្រុសដល់ page ប្រុសហើយនិង page ស្រីដល់ page ស្រីហើយចឹងកន្លែងនេះគឺជាបង្ហាញទៅលើ sort ពី A ទៅ Z ជាមួយនឹងពី Z ទៅ A អញ្ចឹងពេលយើង sort ទៅគឺវាមានការប្រែប្រួលឬក៏រត់ទៅតាមតម្លៃនៃលុយណានៅពេលដែលយើង sort ទៅគឺវាប្រែប្រួលគ្នាហើយនេះណាអញ្ចឹងមួយទៀតបើសិនបងប្អូនចង់ស្រួលជាងនេះបងប្អូនគ្រាន់តែ select លើកន្លែង search ហ្នឹងមកបងប្អូនយកពាក្យថា sort and filter យកពាក្យថា filter បន្តមកទៀតខ្ញុំចេញ filter បែបនេះខ្ញុំយកពាក្យថា select all ខ្ញុំយកពាក្យថា female ខ្ញុំចុចពាក្យ OK គឺ load តែ female ទាំង4ណាអញ្ចឹងគឺវាបង្ហាញទៅលើ4គឺភេទស្ត្រីទាំង4បន្តមកទៀតគឺខ្ញុំសូម select យកកន្លែងប្រាក់ខែនេះគឺយកតែប្រាក់ខែ150ខ្ញុំដាក់ចុចទាំងអស់បន្តមកយកពាក្យ150ខ្ញុំយកពាក្យ OK ពេលនោះគឺយើងឃើញទិន្នន័យបានតែ150មាន2ឈ្មោះគឺឈ្មោះគឹម
កណ្ណិកាជាមួយនឹងសុងសុខាណាចឹងដើម្បីយើងដោះវិញយើងគ្រាន់តែចូលទៅកន្លែងហ្នឹងយើងយកពាក្យថា select all យកពាក្យ OK ហើយចូលមកកន្លែង seek បន្តទៀតយកពាក្យថា select all យើងយកពាក្យថា OK អញ្ចឹងពេលនោះគឺទិន្នន័យបានរត់ស្មើមកវិញហើយចឹងនេះគឺជារបៀប sort ជាមួយនឹង filter គឺងាយស្រួលក្នុងការស្រង់យកទិន្នន័យក៏ដូចជាតម្រៀបទិន្នន័យចឹងណាចឹងសម្រាប់វីដេអូនេះគឺខ្ញុំបង្ហាញបងប្អូនតែប៉ុណ្ណឹងបើសិនជាបងប្អូនពេញចិត្តនៅវីដេអូនេះសូមបងប្អូនចុច like ចុច share ចុច comment ជាមួយចុច subscribe ដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀតជាចុងក្រោយខ្ញុំសូមអរគុណនិងសូមជម្រាបលា